សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខគឺងាវឆាអំពិលទុំគ្រឿងផ្សំងាយហើយមិនពិបាកធ្វើទេបងប្អូនតោះយើងមកទស្សនាពីវិធីធ្វើទាំងអស់គ្នាដោយយើងគ្រាន់តែមានងាវកន្លះគីឡូត្រកួនម្រះព្រៅខ្ទឹមសម្ទេសនិងទឹកអំពិលទុំចំពោះងាវបងប្អូនត្រូវយកមកលាងសម្អាតជាមួយទឹកឲ្យបានស្អាតជាមុនសិនហើយយើងត្រូវសម្អាតឲ្យស្អាតព្រោះអីពេលយើងទិញមកពីផ្សារគឺមានជាប់ដីនៅសម្បកច្រើនអញ្ចឹងបងប្អូនត្រូវលាងឲ្យបានច្រើនទឹកដើម្បីឲ្យជ្រះដីពីសម្បកពេលយើងហូបទៅវាមានសុវត្ថិភាពចំពោះសុខភាពរបស់យើងដែរនិងត្រកួនយើងត្រូវយកមកបេះស្លឹកចំណែកត្រកួនយើងកាច់ជា2 3កំណាត់បន្ទាប់មកយើងយកបន្លែទាំងអស់នោះមកលាងសម្អាតជាមួយទឹកឲ្យបានស្អាតដើម្បីឲ្យជ្រះនៅធូលីដីដែលជាប់នឹងបន្លែទាំងអស់នោះបើយើងលាងមិនបានស្អាតទេយើងអាចបណ្ដាលឲ្យយើងឈឺពោះរាគរូសជាដើមអំពិល1កូនដុំបន្ទាប់មកដួសទឹកក្តៅចាក់ទៅក្នុងចានអំពិលយកស្លាបព្រាប៉ុនរំលាយសាច់អំពិលជាមួយនឹងទឹកក្តៅដើម្បីឲ្យអំពិលរបស់យើងចេញជាតិជូរនិងសាច់អំពិលបានល្អត្រងយកតែសាច់អំពិលនិងទឹកអំពិលបានហើយបងប្អូនចំណែកកាកអំពិលគឺយើងអត់យកទេយើងបោះចោលដាំទឹកឲ្យពុះច្របាច់ក្រូចឆ្មាមួយចំណិតស្រុះងាវប្រហែលជា7ទៅ8វិនាទីបានហើយបងប្អូនកុំឲ្យឆ្អិនជ្រុលបើឆ្អិនជ្រុលក៏យើងឆាញ៉ាំទៅក៏អត់ឆ្ងាញ់ដែរដំខ្ទឹមចិញ្ច្រាំឲ្យល្អិតតូចចំណែកម្ទេសគឺយើងហាន់ជាចំណុចតូចដើម្បីយើងយកទុកឆាជាមួយងាវបើយើងអត់គ្រឿងផ្សំពីរមុខនេះការឆាងាវរបស់យើងក៏អត់បានឆ្ងាញ់ដែរដាក់ខ្ទះឲ្យក្តៅចាក់ប្រេងឆាចូលចាក់ខ្ទឹមនិងម្ទេសលីងឲ្យឈ្ងុយដាក់ស្ករត្នោតចូលបន្តិចឆាចុះឆាឡើងបន្ទាប់មកចំណុចនេះដាក់ស្ករត្នោតចូលបន្តិចហើយនៅក្នុងចំណុចនេះបងប្អូនត្រូវដាក់ទឹកត្រីបន្តិចប៊ីចេងនិងម្សៅស៊ុបតែនាងខ្ញុំមិនបានថតវីដេអូឲ្យមើលទេប៉ុន្តែបងប្អូនកុំភ្លេចណាបន្ទាប់ពីដាក់គ្រឿងទាំងអស់នោះហើយគឺយើងដាក់ទឹកប្រេងខ្យងបន្តិចដែរឆាត្រឡប់ចុះឡើងដើម្បីឲ្យទឹកសុះរបស់យើងគឺចូលជាតិគ្នាបានល្អជាចុងក្រោយគឺយើងចាក់ទឹកអំពិលទុំចូលចាក់ងាវចូលនិងឆាត្រឡប់ងាវជាមួយនឹងទឹកសុះរបស់យើងឲ្យបានចូលជាតិគ្នាបានល្អបងប្អូនឆាត្រឡប់ចុះឡើងទៅដាក់ត្រកួនចូលនិងឆាត្រឡប់ត្រកួនឲ្យស្រពាប់បន្តិចបន្ទាប់មកគឺយើងដាក់ម្រះព្រៅចូលជាចុងក្រោយនិងឆាត្រឡប់ត្រកួននិងម្រះព្រៅឲ្យរាងឆ្អិនបន្តិចបានហើយបងប្អូនតែកុំឲ្យឆ្អិនពេកយើងទុកនៅឲ្យស្រស់ទៅគឺឆ្ងាញ់មុខម្ហូបងាវឆាអំពិលទុំរបស់យើងគឺបានរួចរាល់ហើយបងប្អូនមុខម្ហូបឆាងាវអំពិលទុំរបស់យើងគឺមកដល់ទីបញ្ចប់ហើយបងប្អូនសាកធ្វើតាមវិធីសាស្ត្ររបស់នាងខ្ញុំគឺឆ្ងាញ់ហើយសាច់ងាវរបស់យើងគឺនៅថ្មីនិងច្របបើបានយើងជ្រលក់ជាមួយនឹងទឹកម្រេចហឹរទៀតកាន់តែបន្ថែមនៅរសជាតិឆ្ងាញ់ជាចុងក្រោយបងប្អូនជួយ Subscribe Channel YouTube នាងខ្ញុំមួយផង